អ្នកគ្នាស្វាគមន៍មកកាន់ channel YouTube របស់ខ្ញុំឥឡូវអ្នកគ្នាជួបខ្ញុំមកទៀតហើយនៅ part 3 នៃការជន់ domain ជន់ domain អ្នកគ្នាត្រូវការ setup វាសិនអូខេនៅកន្លែងនេះយើងថា custom សម្រាប់ memory 2G ដដែល process 2G ដដែលនៅត្រង់នេះយើងធ្វើការ open Windows 8 ហើយយើងបញ្ចូលសម្រាប់ Windows 8 របស់ខ្ញុំគឺខ្ញុំទុកនៅ ID បន្ទាប់ពីយើងបញ្ចូលរួចមកយើង open វាមកបន្ទាប់មកកន្លែងនេះគឺយើងនៅចុចមែនទេយើងធ្វើការ close បន្ទាប់មកយើងចុច finish អូខេបញ្ហាបន្តិចអ្នកគ្នាចាំបន្តិចណាអូខេអ្នកគ្នាមិញគឺមានបញ្ហាបន្តិចតែឥឡូវយើងអាចដោះស្រាយបានហើយឥឡូវមុននឹងចូលដល់បន្តទៀតបន្ទាប់មកគឺយើងធ្វើការ power on មកចាំបន្តិចបញ្ហាបន្តិចអូខេវាកំពុងដំណើរការបន្ទាប់មកវាចេញហើយអ្នកគ្នាយើងសម្រាប់ចុច next បន្តទៀតមក next បន្ទាប់មក install វាកំពុងតែ set up start ហើយអ្នកគ្នាយើងរងចាំបន្តិចអូខេមកដល់កន្លែងនេះគឺយើងធ្វើការវាបញ្ចូលស្រីអ្នកគ្នាឥឡូវយើងធ្វើការវាយបញ្ចូលកូដដូចហើយឥឡូវយើងធ្វើការចុច next ចាំបន្តិចអាយ៉ាបញ្ហាអីចេះអ្នកគ្នា key is not please ចាំបន្តិចអ្នកគ្នាអូខេអ្នកគ្នាមិញគឺយើងខុសឥឡូវយើងធ្វើការបញ្ចូលកូដថ្មីហើយគឺយើងធ្វើការចុច next ដែរនេះអូខេខុស key បន្តិចចាំបន្តិចអ្នកគ្នាអូខេអ្នកគ្នាឥឡូវយើងធ្វើការវាយកូដបញ្ចូលបានហើយឥឡូវយើងធ្វើការបន្ទាប់មកយើង sub មកវា sub មកហើយយើង next មកបន្ទាប់មកគឺយើង custom អូខេយើងចុច next ទៀតមក next ចាំបន្តិចអ្នកគ្នាអូខេអ្នកគ្នាបន្ទាប់ពីយើង next ហើយគឺវាកំពុងតែ install នៅលើ drive ហ្នឹងហើយយើងរងចាំបន្តិចមកយើងយឺតបន្តិចអ្នកគ្នាយើងរងចាំបន្តិចមកណាអូខេចិត្តពេញហើយបន្ទាប់ពីយើងបាន install រួចគឺវាកំពុងតែ start ឡើងវិញហើយអ្នកគ្នាឥឡូវយើងរងចាំបន្តិចទៀតមកបន្ទាប់ពីយើង start រួចគឺ position live យើងធ្វើការវាយបញ្ចូលមកអ្វីទៅគឺ CSA IT R 101នេះគឺខ្ញុំដាក់ឈ្មោះ client បន្ទាប់មកគឺយើងធ្វើការចុច next បន្ទាប់មកគឺយក express មកដើម្បីឲ្យលឿនមកដល់ទៅនេះគឺយើងធ្វើការបញ្ចូលមកយើងអត់មានទេចាំបន្តិចយើងបើយើងអត់មានគេយើងធ្វើការបង្កើត account តែម្ដងមកនៅកន្លែងនេះគឺយើងគ្រាន់តែដាក់ឈ្មោះចោលមកយើងចុច finish មកអូខេវាកំពុងដំណើរការយើងរងចាំបន្តិចអូខេឥឡូវយើងកំពុងបានចូលមកហើយអូខេបន្ទាប់ពីយើងចូលមកដល់កន្លែងនេះគឺយើងធ្វើការដូរវាគឺយើងមកយើងចូលមកកាន់ setting អូខេនៅកន្លែងនេះ network នេះគឺយើងអាចដាក់ NAT ទេគឺយើងមកធ្វើការត្រង់កន្លែងនេះគឺខ្ញុំយកមកគឺយើងយក finish zone មកបន្ទាប់ពីយើងយក finish zone ហើយនេះកន្លែងគឺយើងមានច្រើនណាស់នេះអាចយក1ក៏បាន2ក៏បានតែយើងយក zone ទៅតោះមកគឺយើងចុចអូខេសម្រាប់ server នេះគឺយើងដូចគ្នាធ្វើដូចមិញដូចគ្នាចាំបន្តិចនៅកន្លែង NAT នេះគឺយើងធ្វើការគឺយើងយក finish
សូននេះគ្នាតោះមកយើងអូខេមកគឺយើងដាក់ finish សូនមកគឺយើងវាស្ថិតនៅក្នុង network សូននេះគ្នាបន្ទាប់មកគឺយើងចូលមកក្នុង server មុនមកគឺ control alt delete insert ចាំបន្តិចអូខេបន្ទាប់មកយើងវាយបញ្ចូល password សិនមកបន្ទាប់មកគឺយើងចូលមកក្នុង client របស់យើងបន្ទាប់មកយើងវាយពាក្យ control panel បន្ទាប់មកគឺយើងត្រូវរកនេះយើងត្រូវចូលក្នុងណាគឺយើងនេះគឺយើងត្រូវចូល network and sharing center បន្ទាប់មកទៀតគឺយើងធ្វើការបន្ទាប់មកនេះគឺកន្លែងនេះទេគឺយើងធ្វើការ double click លើវាមកបន្ទាប់មកគឺយើងយកពាក្យ property បន្ទាប់មកយើងចូលមកនេះចាំបន្តិចនេះយើងធ្វើការចូលមកនេះបន្ទាប់មកយើងវាយបញ្ចូលមកបន្ទាប់មកយើងវាយបញ្ចូលមក192 168 1បន្ទាប់ពីយើងបញ្ចូលរួចហើយគឺយើងធ្វើការចុចអូខេចាំបន្តិចអូខេតមក close បន្ទាប់មកគឺយើងចូលទៅក្នុង CMD ចាំបន្តិចបន្ទាប់មកយើងចង់ដឹង IP របស់វាគឺយើងវាយ IP config បន្ទាប់មកគឺយើងនេះបន្ទាប់ពីយើងវាយមកយើងចង់ដឹងថា IP វាប្រហែលយើងវាយមកគឺយើងនេះបន្ទាប់ពីយើងវាយបន្ទាប់មកគឺយើងវានឹងបង្ហាញមកឲ្យអ្នកគ្នានេះបន្ទាប់ពីយើងនេះហើយគឺយើងចូលមកកាន់នេះ server របស់យើងវិញបន្ទាប់ពីយើងចូលមកកាន់នេះហើយយើងធ្វើការចូលមកគឺចូលមកដូចគ្នា គឺ control គឺយើងយក control panel នឹងឲ្យ click លើវាចាស់ចាំបន្តិចមកយើងដកវាឲ្យធំបន្តិចដូចគ្នាអ្នកនរយើងធ្វើការគឺយើងយកនៅ internet sharing តមកយើងចូលកន្លែងនេះយើងចូលទៅដូរវានេះអ្នកនេះបន្ទាប់ពីយើងចុចហើយយើងចុចអូខេទៀត close អូខេបន្ទាប់ពីយើងនេះបាននេះរួចរាល់មកគឺយើងធ្វើការ pin វាចង់ដឹងថាវាស្គាល់គ្នាដែរឬទេបន្ទាប់មកយើងធ្វើការ pin វាដើម្បីចង់ដឹងវានេះអត់គឺយើងវាយមក pin 192.168.100 អូខេតែអ្នកនេះឥឡូវនេះគឺយើងបានប៉ុណ្ណឹងហើយឥឡូវយើងមកចូលមកខាង client ម្ដងយើងចង់ដឹងមើលយើង pin វាដូចគ្នាមក pin 192.168.100 ហើយយើង enter អូខេអ្នកគ្នាចាំបន្តិចណាតបចេញហើយយើងចូលមកក្នុងអូខេបន្ទាប់មកយើងវាយពាក្យ file តមកយើងនេះចុចមក turn off firewall បន្ទាប់
ពីយើងបាត់រួចមកគឺយើងមក pin ក្នុង server របស់យើងវិញម្ដង pin 100.168.100.100យើងរងចាំបន្តិចអូខេនេះវាស្គាល់គ្នាតាអូខេអ្នកនេះគឺវាស្គាល់គ្នាគឺវាតាក់ទងគ្នាដូចជាពិភពលោកនេះយើងមានតែយើងតែ2នាក់អញ្ចឹងហើយបន្ទាប់មកយើងចង់ដឹងថាតើកុំព្យូទ័រមួយណាដែលជាន់ domain ហើយឬនៅគឺយើងចូលមកក្នុងនេះមកគឺយើងយកនេះ Attestation Tool តមកនេះគឺយើងប្រើយ៉ាងគេ Dictionary Domain គឺយើងចូលមកនេះគឺអត់មានទេឥឡូវយើងចូលទៅក្នុង client យើង right click ទៅលើតបពីយើង right click ទៅលើ computer មកគឺយើងយកពាក្យ change setting បន្ទាប់ពី change យើងស្វែងមកគឺយើងបន្ទាប់មកគឺយើងថែម network ID អូខេឡងនេះគឺយើងចុចពាក្យ change មក client បន្ទាប់មក domain របស់យើងអីគេយើងដាក់មក e6 បន្ទាប់មកគឺយើងចុច OK អូខេទៀតចាំបន្តិចអ្នកគ្នាបន្ទាប់ពីយើងនេះមកវាលោតឲ្យយើងដាក់ឈ្មោះអីគឺយើងដាក់ឈ្មោះដែលនៅ server ហ្នឹងមកបន្ទាប់ពីយើងដាក់ password នេះបន្ទាប់ពីយើងវាយបញ្ចូលមកគឺនេះគឺ welcome to the បញ្ញា local domain គឺយើងបាន domain មួយហើយបន្ទាប់មកគឺយើងធ្វើការ restart សិនណាអ្នកគ្នាយើងចុច restart មកវាកំពុង restart យើងរងចាំបន្តិចមកអូខេស្អ្នកគ្នាគឺនៅពេលដែលយើង restart រួចគឺយើងបាន join domain រួចហើយហើយគេមុននឹងបញ្ចប់ខ្ញុំសូមអរគុណអ្នកនរគ្នាដែលមករងចាំដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់